សំងំប្រើប្រាស់គ្រឿងញៀនជួបកម្លាំងនគរបាលចេញល្បាតខត់ខ្លួនជនសង្ស័យ3នាក់នៅស្រុកសំពើលូនកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពើលូនបានចុះល្បាតនិងបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនបានជាបន្តដោយបានខត់ខ្លួនជនសង្ស័យចំនួន3នាក់ក្នុងបទល្មើសជាក់ស្ដែងកាលពីវេលាម៉ោង 4:30 នាទីរសៀលថ្ងៃទី 17 ខែសីហា ឆ្នាំ 2026 នៅចំណុចក្រមទី 8 ស្ថិតក្នុងភូមិអូចំនិបឃុំតាស្ដាស្រុកសំពើលូនបើតាមរបាយការណ៍របស់លោកវរៈស្នេហ៍តូទុំវិឆ័យអធិការស្រុកសំពើលូនបានឲ្យដឹងថាករណីប្រើប្រាស់គ្រឿងញៀននេះកើតឡើងខណៈដែលកម្លាំងជំនាញកំពុងចុះល្បាតការពារសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើលោកអធិការស្រុកសំពើលូនបានបញ្ជាក់ថាជនសង្ស័យទាំង3នាក់រួមមាន1ឈ្មោះលឹមរិទ្ធីហៅធីភេទប្រុសអាយុ37ឆ្នាំមានទីលំនៅភូមិអូចំនិបឃុំតាស្ដាស្រុកសំពើលូនខេត្តបាត់ដំបង2ឈ្មោះសុសសំណាងហៅតុនភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិអូកណ្ដាលឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបង3ឈ្មោះវ៉ាន់ដាវ៉ាន់ភេទប្រុសអាយុ21ឆ្នាំមានទីលំនៅភូមិអូកណ្ដាលឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបងលោកអធិការនគរបាលស្រុកបានបញ្ជាក់ថាក្នុងការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចមិនបានរកឃើញនិងដកហូតវត្ថុតាងគ្រឿងញៀននោះឡើយបច្ចុប្បន្នជនសង្ស័យទាំង3នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពើលូនកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់